ពីតណ្ហាដល់អរហន្តរបៀបដែលការអប់រំចិត្តការពារអ្នកពីភ្លៀងរាគៈថ្ងៃនេះខ្ញុំសូមលើកយកនៅរឿងព្រះនន្ទតើការបួសអាចកើតចេញពីតណ្ហាបានដែរឬទេរឿងនេះព្រះនន្ទថេរបង្ហាញថាបានព្រោះព្រះនន្ទបួសទាំងចិត្តនៅជាប់នាងចនបតៈកល្យាណីដំណើររបស់លោកពីចិត្តដែលងាយរងរាគៈរហូតដល់សម្រេចព្រះអរហត្តផលគឺពិតជាមេរៀនដ៏សំខាន់ដែលត្រូវបានឆ្លុះបញ្ចាំងដោយគាថាទី13 14អំពីផ្ទះប្រក់មិនប្រក់ចិត្តល្អសាច់រឿងការបួសដោយបង្ខំនឹងចិត្តដែលមិនបានអប់រំព្រះសាស្តាបាននាំយកបាតទៅឲ្យព្រះនន្ទកាន់ក្នុងថ្ងៃមង្គលការរបស់លោករួចស្ដេចយាងត្រឡប់ទៅវត្តវិញដោយមិនទទួលយកបាតវិញឡើយព្រះនន្ទក៏ត្រូវបង្ខំចិត្តបួសហើយរស់នៅដោយចិត្តនៅតែជាប់នាងកល្យាណីត្រង់ចំណុចនេះចិត្តរបស់ព្រះនន្ទគឺដូចជាផ្ទះដែលគេប្រក់មិនចិត្តល្អទុច្ឆណាំងឧបាយរបស់ពុទ្ធបដូររាគៈតូចទៅជារាគៈធំអ្នកនិយាយដើម្បីជំរុញព្រះនន្ទបាននាំព្រះពុទ្ធបាននាំលោកទៅឋានទេវលោកហើយក៏សន្យាដណ្ដឹងទេពអប្សរបវរកញ្ញាឲ្យព្រះនន្ទត្រេកអរណាស់ហើយខិតខំព្យាយាមបំពេញសមណធម៌យ៉ាងខ្លាំងក្លាព្រោះចង់បានទេពអប្សររាគៈធំនេះគឺជាឧបាយកលហៅថា skillful mean របស់ពុទ្ធដើម្បីបដូរទិសដៅនៃតណ្ហាចិត្តដែលមិនបានអប់រំព្រះពុទ្ធទ្រង់ត្រាស់ប្រគាថាទី13នេះឆ្លុះបញ្ចាំងអំពីស្ថានភាពចិត្តរបស់ព្រះនន្ទមុនសម្រេចធម៌ដំណក់ទឹកភ្លៀងតែងលិចស្រោចនៅផ្ទះដែលគេប្រក់មិនបានចិត្តល្អហើយយ៉ាងណាមិញរាគៈតែងចាក់ទម្លុះនៅចិត្តដែលបុគ្គលមិនបានអប់រំល្អហើយក៏យ៉ាងនោះដែរចិត្តរបស់លោកកាលនោះនៅទុច្ឆណាំងមិនបានអប់រំល្អទើបងាយរងនៅរាគៈក្រោយមកព្រះនន្ទមានសេចក្តីអៀនខ្មាស់ពីការរិះគន់របស់ភិក្ខុដទៃទើបប្រែចិត្តគំនិតហើយខិតខំបំពេញសមណធម៌រហូតដល់សម្រេចព្រះអរហត្តផលពេលនោះចិត្តរបស់លោកយថាអគិរាំងទុច្ឆណាំងវុទ្ធិអ្នកសមៈតិវិជ្ជតិរាគៈក៏មិនចាក់ទម្លុះនៅចិត្តដែលបុគ្គលបានអប់រំល្អហើយក៏យ៉ាងនោះដែរមេរៀនពីព្រះនន្ទថេរគឺចិត្តគឺជាផ្ទះរបស់អ្នកបើអ្នកមិនព្រមប្រក់ដំបូលឲ្យចិត្តល្អអប់រំចិត្តនោះនឹងទឹកភ្លៀងរាគៈនឹងចាក់ទម្លុះធ្វើឲ្យអ្នកក្តៅក្រហាយចូលអប់រំចិត្តឲ្យបានល្អដើម្បីសម្រេចនៅសេចក្តីសុខពិតណដ្ឋិសន្តិបរាំងសុខੰក្តីសុខដទៃក្រៅពីសេចក្តីស្ងប់មិនមានឡើយសូមអរគុណសូមជម្រាបលា